សួស្តីបាទកម្មប្រិយមិត្តយើងបាទតម្រុយបាប់ផ្សេងបាទការប្រកួត Champions League ជំនួបជើងទី2យប់នេះត្រឡប់មកវិញហើយបាទក្រុម Liverpool នឹងត្រូវប៉ះជាមួយក្រុមអ្នកមាន Paris Saint-Germain បាទយើងដឹងហើយបាទ Liverpool ការប្រកួតចុងក្រោយរបស់គេនោះគឺឈ្នះទៅលើ Fulham ដើម្បីទំនុកចិត្តក្នុងការប្រកួតជើងទី2នេះជាមួយនឹង Paris ចំណែក Paris វិញបាទគិតពីការប្រកួតក្នុង League បាទដូចជាគ្រប់កម្មវិធីអត់ទាន់ចាញ់ទេបាទ5ប្រកួតនេះឈ្នះរហូតតែម្ដងហើយសម្រាប់គូនេះដែរបាទអេមីនគិតថាបាទ Liverpool អាចនឹងសងសឹកវិញបានណាបាទឈ្នះទៅលើ Paris យប់នេះអញ្ចឹងបងប្អូនអាចលេខបានរើសទៅលើខាងក្រុម Liverpool តែម្ដងទៅបងប្អូនបាទហើយសម្រាប់គូទី2នោះបាទកាន់តែជក់ចិត្តកាន់តែក៏ក្រើកក្រុមអ្នកមានបុនបាសេឡូណានឹងត្រូវតែលេងទឹកដីអាតេលេទីកូនេះដែលពូកែខាងទុកនោះបាទចាំមើលបាសេឡូណាអាច comeback យកឈ្នះទៅលើបាទក្រុមអាតេលេទីកូម៉ាឌ្រីតបានឬក៏យ៉ាងណាហើយសម្រាប់គូនេះដែរអេមីនគេថាបាសេឡូណានឹងឈ្នះបាទការប្រកួតនេះតែម្ដងបាទទោះជាប្រកែកទុកយ៉ាងណាក៏មិនអាចទុកជាមួយនឹងតំបន់ប្រយុទ្ធរបស់ក្រុមបាសេឡូណាបានដែរបាទការប្រកួតចុងក្រោយរបស់បាសេឡូណាគឺឈ្នះទៅលើអេស្ប៉ាញ៉ូលក៏ដែរក្រុមអាតេបាទទុករហូតដល់ចាញ់សេវីយ៉ាបាទការប្រកួតចុងក្រោយ2-1អញ្ចឹងសម្រាប់គូទី2នេះអេមីនគេថាបងប្អូនអាចរើសបានទៅលើក្រុមបាសេឡូណាតែម្ដងទៅបងប្អូនបាទអេមីនទុកចិត្តលើបាសេឡូណាហើយបាទយប់នេះណាអញ្ចឹងមាន2គូនេះហើយបងប្អូនដែលចង់បានជំរឿនគូបាទពិសេសបាទច្រើនទៀតណាបាទចូលទៅកាន់ក្រុមរបស់អេមីនមក link Telegram ក្រោម profile បាទឬក៏នៅក្នុង comment វីដេអូនេះអរគុណជូនបងប្អូនសំណាងល្អកុំភ្លេចចុច follow តាមដាន100បាទប្រចាំថ្ងៃជាមួយ Bin